កាយជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដែលតាមដាននិងទស្សនានៅវីដេអូរបស់ខ្ញុំបាទនៅក្នុងពេលវេលានិងគ្រាឱកាសថ្មនេះអញ្ចឹងថ្ងៃនេះខ្ញុំថនវិជានឹងមានវីដេអូខ្លីមួយដើម្បីចែកជូនបងប្អូនតាមដាននិងទស្សនាទាំងអស់គ្នាតែមុនចូលទៅកាន់វីដេអូនេះខ្ញុំសូមខន្តីអភ័យទោសទុកជាមុនប្រសិននិយាយទៅបកស្រាយទៅមានការខុសឆ្គងនៅក្នុងត្រង់ចំណុចណាមួយសូមបងប្អូនពុកម៉ែមេមីងបងប្អូនទាំងអស់ខន្តីអភ័យទោសឲ្យខ្ញុំផងដែរវីដេអូថ្ងៃនេះទាក់ទងទៅនឹងបងស្រីម្នាក់ដែលគាត់បានចោទជាសំណួរសួរមកកាន់ខ្ញុំទាក់ទងទៅនឹងរឿងបារមីឬក៏រូបគ្រងអីជាដើមចឹងទៅអញ្ចឹងមានបងប្អូនមួយចំនួនក៏គាត់មានចម្ងល់ចង់ឲ្យខ្ញុំធ្វើការបកស្រាយដែរហើយខ្ញុំសូមបញ្ជាក់ថាខ្ញុំក៏មិនមែនជាអ្នកខាងដឹងរឿងអបិយជំនឿឬក៏រូបបារមីឬក៏គ្រងរូបអីនោះទេគ្រាន់តែការស្វែងយល់ផ្ទាល់ខ្លួនដែលខ្ញុំបានឃើញនៅវីដេអូផ្សេងៗដែលបានធ្វើការផុសនៅក្នុងបណ្ដាញសង្គម Facebook ឬក៏នៅតាមតំបន់ប្រាសាទផ្សេងៗហ្នឹងខ្ញុំធ្លាប់ឃើញមានកម្មវិធីជាច្រើនណាមានកម្មវិធីជាច្រើនជាពិសេសហ្នឹងយើងដឹងហើយប្រទេសយើងឥឡូវកំពុងតែមានការវឹកវរទាក់ទងទៅនឹងបញ្ហាសង្គ្រាមរវាងប្រទេសសៀមហើយនិងប្រទេសកម្ពុជាហើយក៏មានការបួងសួងបន់ស្រន់សុំសេចក្តីសុខពីរូបបារមីឬក៏រូបស្នងផ្សេងអ្នកតាម្ចាស់ព្រៃភ្នំអីជាដើមហ្នឹងដើម្បីឲ្យគាត់បានជួយឲ្យប្រទេសកម្ពុជារបស់យើងមានសុខសន្តិភាពផងដែរអញ្ចឹងខ្ញុំចង់បកស្រាយថាទាក់ទងទៅនឹងការគ្រងរូបឬក៏បារមីបើយើងសំដៅទៅចង់និយាយថាបារមីដូចជាលោកតារាជលោកតាពេជ្រឬក៏បារមីព្រះសិវៈព្រះវិស្ណុព្រះនរាយណ៍ព្រះម៉ែអូម៉ាព្រះម៉ែសុរាស្វាទីព្រះអង្គព្រះកណេសហ្នឹងគឺទាក់ទងទៅនឹងបារមីខាងព្រហ្មញ្ញសាសនាអីជាដើមចឹងទៅអញ្ចឹងទាក់ទងទៅនឹងបារមីនេះមានបងប្អូនមួយចំនួនគាត់បានឃើញទស្សនវិជ្ជានៃការធ្វើកម្មវិធីណាមួយទៅគឺមានការរៀបចំនៅហៅថាបាយសីឬក៏ផ្លែឈើមានដង្វាយដូចជាមាន់ស្ងោរក្បាលជ្រូកឬក៏របស់របរអីផ្សេងហ្នឹងដើម្បីធ្វើពិធីហ្នឹងហើយយកម្ហូបអស់ទាំងហ្នឹងដើម្បីធ្វើដង្វាយដល់អ្នកតាឬក៏រឿងបារមីអីជាដើមមានឃើញការគ្រងរូបគេហៅថាសន្ធិដ្ឋណាចូលគ្រងរូបទៅហើយក៏និយាយឬក៏មានការក្បាច់បញ្ចេញក្បាច់រាំអីជាដើមអញ្ចឹងរឿងអស់ទាំងនេះខ្ញុំបានឃើញហើយក៏មានយោបល់ខ្លះដែរបងប្អូនយល់ឃើញយ៉ាងណាក៏តាមចិត្តបងប្អូនចោះខ្ញុំចង់ស្រែកបញ្ជាក់ថារាល់រូបបារមីធំមិនមែនចេះតែមកគ្រងរូបទេព្រោះរូបនីមួយបើយើងនិយាយទៅមានអ្នកខ្លះទៅក៏អួតអាងថាខ្លួនឯងនឹងមានរូបស្នងលោកតារាជមានរូបស្នងព្រះសិវៈមានរូបស្នងព្រះវិស្ណុមានរូបស្នងព្រះម៉ែរាជិនីនាគមានរូបស្នងព្រះម៉ែនាគីមានរូបស្នងលោកតាដំបងវិញ្ញុងលោកយាយម៉ៅលោកយាយពេញលោកយាយមាត់ទឹកអីជាដើមអញ្ចឹងទៅអញ្ចឹងរូបស្នងអស់ទាំងនឹងមិនមែនចេះតែមកស្នងរូបយើងឬក៏មកគ្រងរូបយើងតាមចិត្តដែលយើងចង់បាននោះទេ
ចឹងសួរថារាល់ទស្សបារមីទាំងអស់ដែលមាននៅលើភពផែនដីទាំងអស់ហ្នឹងមុននឹងរូបស្នងចង់មកក្រងរូបយើងតតែបុគ្គលម្នាក់នឹងឬក៏រូបស្នងម្នាក់នឹងជាមនុស្សយ៉ាងម៉េចទី1ប្រសិនបើរូបស្នងនឹងគាត់មានអាកប្បកិរិយាហៅថារាងកោងកាចឬក៏អាកប្បកិរិយាបែបមិនសូវមានសុជីវធម៌ហើយក៏មិនសូវចេះធ្វើបុណ្យអីផងអញ្ចឹងទៅរូបស្នងនឹងក៏ពិបាកមកនៅជាមួយយើងដែរណាមានសេចក្តីលោភលន់អីជាដើមអញ្ចឹងទៅកោងកាចមិនសូវធ្វើបុណ្យធ្វើទានអីនោះទេប៉ុន្តែបែរជាគាត់នឹងក៏ថាំងថ្ងៃមុនខ្ញុំទៅក្រាបថ្វាយបង្គំកន្លែងលោកតាពេជ្រឬក៏លោកតារាជទៅស្រាប់តែខ្ញុំនឹងមានអារម្មណ៍ថាញ័រដៃឬក៏មានអារម្មណ៍ព្រឺក្បាលអីជាដើមអញ្ចឹងទៅគាត់ថាំងប្រហែលជាលោកតានឹងចង់មកក្រងរូបខ្ញុំហើយណាអញ្ចឹងខ្ញុំចង់ស្រាយបញ្ជាក់ថារាល់ព្រឺក្បាលឬក៏មានអាកប្បកិរិយាផ្សេងហ្នឹងគឺចង់និយាយថាពេលខ្លះមានរូបអាពេលជំនឿណារូបថារូបផ្សេងជាដើមហ្នឹងគឺគេអាចបន្លំខ្លួនបានយើងឃើញនៅក្នុងបណ្ដាញសង្គម Facebook ហ្នឹងគឺមានការចូលរូបសន្ធិដ្ឋដូចជាអ្នកតាណាដែលគាត់ធ្វើកម្មវិធីហ្នឹងគាត់មានដង្វាយដូចជាក្បាលជ្រូកឬក៏មាន់ស្ងោរត្រីអាំងអីជាដើមផ្លែឈើអីចឹងទៅហើយគាត់ធ្វើការកាច់បាយសីជារូបនាគអីចឹងទៅហើយគាត់មានសូរាទៀតដល់ទៅពេលគាត់ចាប់ដើមធ្វើកម្មវិធីហ្នឹងគាត់មានភ្លេងហ្នឹងដើម្បីសុំសេចក្តីសុខឬក៏មានកម្មវិធីអីផ្សេងជាដើមអញ្ចឹងទៅរូបហ្នឹងគាត់មកសន្ធិដ្ឋមកលើគាត់ទៅគាត់ចាប់ដើមរាំតែម្ដងរាំបញ្ចេញក្បាច់អីផ្សេងអីអញ្ចឹងទៅណាបញ្ចេញក្បាច់អីផ្សេងអញ្ចឹងទៅអញ្ចឹងខ្ញុំចង់ស្រាយបញ្ជាក់ឲ្យបងប្អូនបានយល់ថារាល់រូបស្នងផ្សេងឬក៏បារមីដែលមានធំនៅលើភពផែនដីយ៉ាងនេះមិនមែនចេះតែមកតាមចិត្តយើងទេមានអ្នកខ្លះទៅថាខ្ញុំនឹងរូបស្នងបារមីព្រះបាទជ័យវរ្ម័នទី7អីអញ្ចឹងទៅអួតអាងថាខ្លួនឯងនឹងអស្ចារ្យខ្លួនឯងនឹងមានឫទ្ធិអំណាចអីជាដើមអញ្ចឹងទៅដល់ទៅពេលមានអាសន្នអន់ក្រប្រទេសវឹកវរបាត់បុគ្គលនឹងបាត់អត់ដឹងទៅណាទេអញ្ចឹងការអួតអាងអស់ទាំងនឹងគ្រាន់តែជាការអួតអាងមួយកុហកដើម្បីយកប្រជាប្រិយភាពបងប្អូនទាំងអស់គ្នានោះទេអញ្ចឹងបងប្អូនទាំងអស់ពុកម៉ែមេមីងបងប្អូនទាំងអស់មិនមែនថាខ្ញុំធ្វើការបកស្រាយទៅមិនមែនថាមិនឲ្យជឿទេអញ្ចឹងរាល់ដែលយើងឃើញកម្មវិធីផ្សេងហ្នឹងរាល់ការជឿសូមឲ្យមានគេហៅថាបញ្ញាដោយខ្លួនឯងពេលណាដែលយើងមានបញ្ញាគំនិតគិតពិចារណាខ្លួនឯងច្បាស់លាស់គ្មានអ្នកណាអាចបោកយើងបានទេយើងមើលកាលពីប្រហែលឆ្នាំមុនដែលខ្ញុំមិនចាំមានវីដេអូហ្នឹងមានការផ្សព្វផ្សាយនៅក្នុង Facebook ហ្នឹងទាក់ទងទៅនឹងបងស្រីម្នាក់ហ្នឹងគាត់បានទៅធ្វើជាកម្មវិធីមួយតូចទេនៅកន្លែងប្រម៉ាយគ្រប់លក្ខនៃប្រាសាទព្រះខ័នណាប្រាសាទព្រះខ័នហ្នឹងមានរូបប្រម៉ាយគ្រប់លក្ខមានអ្នកខ្លះទៅក៏ហៅប្រម៉ាយអូម៉ាអីជាដើមអញ្ចឹងទៅតាមការយល់ឃើញរបស់បងប្អូនអ្នកខ្លះក៏ហៅព្រះនាងឥន្ទ្រទេវីអីជាដើមអញ្ចឹងទៅអញ្ចឹងការហៅអស់ទាំងហ្នឹងវាមិនមែនជាការខុសឆ្គងអីទេគ្រាន់តែការស្វែងយល់ពីបងប្អូនម្នាក់ហ្នឹងមានការយល់ខុស
ឬក៏យល់ឃើញបែបបត់ខុសៗគ្នាតែវាអត់ខុសទេបងប្អូនណាអញ្ចឹងខ្ញុំឃើញវីដេអូហ្នឹងគាត់មកដល់ភ្លាមគាត់ដូចជាមានរូបហ្នឹងមកក្រងរូបគាត់ចឹងហៅថាដូចជាមកក្រងរូបមកលើគាត់ហ្នឹងគាត់មានអាកប្បកិរិយាចេះរាំចេះពាត់ពេនហើយចំណុចមួយទៀតហ្នឹងដែលខ្ញុំឃើញហ្នឹងគឺគាត់យំអញ្ចឹងរាល់រូបដែលមកហើយបងប្អូនបើសិនរូបស្នងនឹងពិតប្រកបមែនណាអត់ចេះយំទេបងប្អូនមិនចេះយំទេហើយស្វាហាប់ណាស់រឹងមាំណាស់មិនមែនយករូបព្រះនាងអន្តរទេវីថារូបព្រះនាងអន្តរទេវីគាត់មកក្រងអញគាត់មកសន្ធិដ្ឋអញមកយំអីអញ្ចឹងវាមិនមែនជារូបពិតប្រកបទេពេលខ្លះបងប្អូនត្រូវពិនិត្យមើលណាអ្នកខ្លះចង់បានភាពល្បីល្បាញណាធ្វើខ្លួនឯងក៏មានដែរណាគេហៅថារូបគេហៅថាអារូបធ្វើខ្លួនឯងធ្វើខ្លួនឯងនឹងដូចជាមានរូបនឹងមកក្រងខ្លួនឯងអញ្ចឹងតែការពិតនឹងសំដែងទេណារាល់រូបស្នងពិតប្រកបច្បាស់លាស់អត់ចេះយំទេរឹងមាំណាស់មិនមែនទុនជ្រាយមកយំបែបខ្ញុំអាណិតទឹកដីប្រទេសកម្ពុជាយើងណាខ្ញុំស្រណោះដែនដីពុទ្ធភូមិយើងណាអីជាដើមអញ្ចឹងទៅអញ្ចឹងរាល់ឃើញទង្វើអស់ទាំងនឹងខ្ញុំមិនដឹងថានិយាយយ៉ាងណាបងប្អូនមិនដឹងនិយាយយ៉ាងណាពេលខ្លះយើងធ្វើការរិះគន់បញ្ចេញយោបល់អីទៅបែរជាគាត់នឹងមិនពេញចិត្តទេគាត់ខឹងយើងហើយពេលខ្លះយើងរិះគន់ប៉ះចំអ្នកដែលគេមានឋានន្តរស័ក្តិទៅគាត់ប្តីផ្កាយ2ផ្កាយ3ទៅប្រពន្ធគេលោកជំទាវទៅបើយើងបញ្ចេញយោបល់ទៅថាឲ្យគាត់ទៅដើម្បីឲ្យគាត់នឹងមានការពិចារណាដើម្បីឲ្យគាត់ធ្វើការកែតម្រូវយើងចេញវីដេអូទៅយើងពិបាកទៀតណាហើយសួយហ្នឹងគេប្តឹងយើងបានទៀតគេអាចចាប់ដាក់គុកបានទៀតណាបងប្អូនអញ្ចឹងខ្ញុំចង់ស្រាយបញ្ជាក់ថារាល់ឃើញរឿងអស់ទាំងនឹងបងប្អូនខ្លះក៏មានការចាញ់បោកដែរខ្ញុំចាំបានថាប៉ុន្មានឆ្នាំមុនហ្នឹងមានប្អូនស្រីខ្ញុំម្នាក់ហ្នឹងខ្ញុំចាំបានដូចជានៅកន្លែងប្រាសាទអង្គរតូចយើងហ្នឹងគឺកន្លែងលោកតាពេជ្រដែលល្បីថាដំបូកដោះណាហើយមានដូចជាមានប្រកេះមានខ្លួនណាដូចជាប្រមុខ4អញ្ចឹងកន្លែងលោកតាពេជ្រហ្នឹងល្បីកាលហ្នឹងបងអូនស្រីរបស់ខ្ញុំហ្នឹងគាត់ទៅថ្វាយបង្គំកន្លែងហ្នឹងទៅមានមនុស្សស្រីម្នាក់និងប្រុសម្នាក់ហ្នឹងគាត់មើលគាត់ឃើញបងអូនស្រីខ្ញុំទៅគាត់ថាបងអូនស្រីខ្ញុំហ្នឹងមានគ្រោះអីជាដើមអញ្ចឹងទៅដល់ពេលគាត់ឲ្យបងអូនស្រីខ្ញុំរៀបអីដង្វាយអីណាមានបច្ច័យមានលុយអីជាដើមអីចឹងទៅដល់ទៅពេលគាត់មកដល់ផ្ទះគាត់ប្រាប់ម្ដាយរបស់ខ្ញុំគាត់ប្រាប់ម្ដាយទៅម្ដាយរបស់ខ្ញុំហ្នឹងគាត់គាត់ថារឿងហ្នឹងមិនមែនពិតទេគេបោកបញ្ឆោតកូនទេដើម្បីគេចង់បានលុយកូនទេណាមិនមែនចេះតែថាចេះតែឃើញទៅកូននេះមានគ្រោះកូននោះអត់គ្រោះអីជាដើមចេះទេណាអញ្ចឹងយើងឃើញសង្គមសពថ្ងៃនេះមិនមែនខ្ញុំបង្អាប់ថាអ្នកខ្លះក៏មាននៅរូបស្នងពិតប្រាកដអ្នកខ្លះទៅក៏មានរូបស្នងបែបមិនពិតប្រាកដណាហៅថាការសម្ដែងពេលខ្លះទៅមានអ្នកខ្លះទៅគាត់ចង់ល្បីគាត់ធ្វើការរៀបដូចជាទីសេនាសនៈគាត់មានបាយសីណាគាត់មានរូបស្នងអីជាច្រើនអញ្ចឹងទៅមានរូបស្នងលោកតាឥសីអគីណេតមានរូបស្នងលោកតាឥសីដេកឈៀនមានរូបស្នងលោកតាឥសីសក់សមានរូបស្នងលោកតាឥសីជាច្រើនណាបងប្អូនហើយខ្ញុំធ្លាប់ឃើញណាទីសេនាសនៈខ្លះហ្នឹងមានរូបស្នងច្រើន
រូបស្នងច្រើនមែនទែនដឹងតែខ្ញុំរៀបរាប់យ៉ាងម៉េចពេលខ្លះគាត់យករូបប្រពុតចឹងទៅរូបប្រពុតហើយមានរូបអង្គព្រះកណេសមានរូបលោកយាយណាទៅមានរូបលោកតាដបងកញូងអីជាដើមទៅមានរូបលោកតាណាអីជាដើមទៅមិនដឹងថារូបនោះចេញមកពីប្រភពណាពេលខ្លះទៅមិនដឹងថារូបលោកយាយណាទេអញ្ចឹងអាហ្នឹងខ្ញុំចង់ប្រាប់បងប្អូនថាពេលខ្លះមុននឹងជឿសូមឲ្យមានការគិតណាមិនមែនថាសុកយើងទៅចាញ់បោកគេសុកអ្នកខ្លះទៅក៏ចាញ់បោកលុយអស់រាប់ម៉ឺនរាប់ពាន់ដុល្លារអីជាដើមអញ្ចឹងទៅណាអញ្ចឹងពេលខ្លះខ្ញុំចង់បកស្រាយថារូបស្នងខ្លះរូបស្នងបន្លំហៅថាពួកអមនុស្សហ្នឹងក៏អាចបន្លំបានដែរណាបន្លំបានដែរណាយើងឃើញមានកម្មវិធីខ្លះហ្នឹងគាត់រាំបែបលក្ខណៈជាក្រុមមានរហូតដល់កូនក្មេងមនុស្សធំអីជាដើមអញ្ចឹងទៅណាគាត់មិនដឹងថារូបមកពីណាទេបងប្អូនខ្ញុំមិនដឹងថាបកស្រាយយ៉ាងណាគ្រាន់ឃើញវីដេអូអញ្ចឹងទៅមានការហួសចិត្តគាត់ស្រែកឲ្យគាត់ហូបសូរាទៀតអញ្ចឹងសួរថាបើរូបស្នងពិតប្រកបមែនណាបងប្អូនអត់ចេះហូបសូរាទេណាហើយបើសិនក្រងរូបបុគ្គលណាមួយហើយយើងមើលសម្ដីអាកប្បកិរិយានៃការនិយាយបែបសុភាពហើយរំទុំទៀតបើកាចមានបែបបត់កាចបើស្លូតមានបែបបត់ស្លូតតាមអាកប្បកិរិយានៃរូបស្នងនីមួយណាមិនមែនចេះតែដូចគ្នាទេមានវីដេអូជាច្រើនណាស់ធ្វើការផុសនៅក្នុងបណ្ដាញសង្គម YouTube មានការផុសនៅក្នុងបណ្ដាញសង្គម Facebook ហ្នឹងក៏ច្រើនដែរមានបងសារព័ត៌មានហ្នឹងក៏គាត់បានយកព័ត៌មានពីទីកន្លែងផ្សេងតាក់ទងទៅនឹងរឿងបារមីនេះក៏ច្រើនដែរអញ្ចឹងរឿងបារមីអស់ទាំងនេះយើងគួរតែស្វែងយល់ឲ្យបានច្រើនកុំឲ្យមានការចាញ់បោកពេលណាដែលយើងចាញ់បោកគេពេលខ្លះណាអស់លុយអស់ផ្ទះអស់របស់របរអីក៏មានដែរណាយើងត្រូវស្នេហ៍គេក៏មានដែរណាហ្នឹងគឺជាមុខរបររបស់គេអញ្ចឹងបានខ្ញុំចង់បញ្ជាក់ថារាល់ជឿទៅលើបុគ្គលណាមួយជឿទៅលើគ្រូណាមួយសូមឲ្យមានការស្វែងយល់ខ្លួនឯងកុំឲ្យគេផ្លុំត្រចៀកយើងបានពេលណាដែលគេផ្លុំត្រចៀកយើងបានគេបញ្ជាយើងឆ្វេងទៅឆ្វេងបញ្ជាយើងទៅស្ដាំហើយបានហើយនោះហើយគឺជាពេលវេលាឱកាសល្អមួយសម្រាប់គេហើយណាគេចង់ឲ្យយើងនឹងលក់ដីបានគេថាយើងនឹងមានគ្រោះកបុតកអីជាដើមអញ្ចឹងទៅមានគ្រោះនេះគ្រោះនោះអីចឹងទៅធ្វើកម្មវិធីនឹងត្រូវវិធីកាត់គ្រោះនឹងត្រូវចំណាយអស់លុយប៉ុណ្ណេះដាក់លុយឲ្យគ្រូប៉ុណ្ណេះអីជាដើមអញ្ចឹងទៅយើងមិនដឹងចេះតែធ្វើតាមគេទៅណាដល់ទៅពេលលុយហ្នឹងមិនដឹងយ៉ាងណាយ៉ាងណីហ្នឹងទៅបានគេទាំងអស់នោះឯងណាអញ្ចឹងសូមគិតពិចារណាឲ្យមែនទែនបងប្អូនហើយម្យ៉ាងវិញទៀតអារឿងពេលជំនឿនេះដូចថារឿងផ្លូវក្នុងមន្តអាគមអីជាដើមអូមអាមខ្មោចព្រៃបិសាចហ្នឹងខ្ញុំចង់ស្រាយបញ្ជាក់ដែររឿងអស់ទាំងហ្នឹងគឺមានមិនមែនអត់ទេរឿងខ្មោចចូលរឿងអ្នកត្រូវអំពើគេហ្នឹងយើងមានតាំងពីបរមបុរាណដល់ហូតដល់សពថ្ងៃនេះក៏នៅតែមានអាបដែរមានបងប្អូនខ្លះក៏ថាអូមិនជឿទេវិទ្យាសាស្ត្រឥឡូវហ្នឹងវាគ្មានអាបគ្មានអីមកពីណាទេគ្រាន់តែជារឿងប្រឌិតទេអត់ទេណាបងប្អូននៅមានអ្នកដែលគាត់កើតព្រាយកើតអាបហ្នឹងភាគច្រើនអ្នករៀនស្នេហ៍រៀនស្នេហ៍អញ្ចឹងទៅរៀនយូរទៅវាបែកហៅថាបែកកម្មដ្ឋានហ្នឹងវាអាចកើតព្រាយកើតអាបអីជាដើមអញ្ចឹងទៅហើយអាបនេះសោតខ្ញុំធ្លាប់ស្ដាប់
ព្រះអង្គធម្មៈម្នាក់វិស័យព្រះអង្គចន្ទមនីព្រះអង្គលោកបានបកស្រាយអំពីរឿងអាបដែរអាបនេះបើយើងនិយាយទៅមិនមែនថាអាបនឹងនៅក្នុងខ្លួនបុគ្គលនឹង24ម៉ោងទេមានពេលវេលារបស់វាណាហើយមនុស្សម្នាក់នឹងជាមនុស្សធម្មតាទេជាមនុស្សធម្មតាទេប៉ុន្តែគាត់រៀនខាងផ្លូវអស់ទាំងនឹងអញ្ចឹងទៅដល់ពេលថ្ងៃណាមួយគាត់ផ្លត់ស្នៀតអីអញ្ចឹងទៅពួកអមនុស្សឬក៏ខ្មោចព្រាយបិសាចហ្នឹងគឺគាត់អាចរួមរស់នៅជាមួយគាត់ដែរណាអញ្ចឹងធ្វើឲ្យគាត់នឹងអាចកើតជាអាបបានដល់ទៅពេលវេលាយប់ឡើងអញ្ចឹងទៅយើងឃើញហើយក្នុងរឿងហ្នឹងណាមានភ្លៀងធ្លាក់មានអីអញ្ចឹងទៅប្រភេទអាបវាចូលចិត្តស៊ីរបស់អស់ទាំងនឹងភក់ច្រំដូចជាកង្កែបអីជាដើមឬក៏មានកន្លែងណាដែលមានហៅថាសម័យពីដើមគឺកើតកូនអីជាដើមទៅឃើញចាស់ពីដើមហ្នឹងគាត់កាប់បន្លាអាស័យឬក៏កាប់បន្លាស្អិតអីហ្នឹងគឺដាក់ខាងក្រោមគ្រែណាព្រោះអាវាអាចមកស៊ីរបស់អស់ទាំងនឹងបានណាចាស់ពីដើមខ្ញុំធ្លាប់ឃើញខ្ញុំឆ្ងល់ដែរតាពេលណាដែលមានគ្រួសារណាមួយគាត់ប្រសូតបុត្រឬក៏កើតកូនទៅគឺគាត់កាប់បន្លាស្អិតឬក៏បន្លាអាស័យហ្នឹងគឺមកស្រះខាងក្រោមគ្រែហ្នឹងដើម្បីការពារព្រោះអាបយើងមើលមិនដឹងដូចជាមនុស្សយើងអញ្ចឹងគ្រាន់តែថាយប់ឡើងវាចេញប្រតិបត្តិការហើយណាបងប្អូនអញ្ចឹងរឿងតាក់ទងអស់ទាំងនឹងរឿងអបិយជំនឿបើតាមវិទ្យាសាស្ត្រគេអត់ជឿប្រមាណទេប៉ុន្តែបងប្អូនខ្លះក៏ជឿទៅបងប្អូនខ្លះក៏មិនជឿអញ្ចឹងទៅខ្ញុំផ្ទាល់ខ្ញុំធ្លាប់ជួបរឿងខ្ញុំផ្ទាល់តែម្ដងខ្ញុំនិយាយឲ្យបងប្អូនតិចចុះពីមុនខ្ញុំស្គមបងប្អូនអត់មានសាច់ដូចឥឡូវទេគឺស្គមខ្លាំងខ្ញុំឈឺខ្ញុំប៉ះពាល់គេធ្វើផ្លូវក្នុងមន្តអាគមហ្នឹងណានៅក្នុងមួយខែខ្ញុំស្គាន់បកាច់ហ្នឹងក្នុងមួយខែអាច3ទៅ4ដងបងប្អូនហើយភាគច្រើនធ្វើទុកនៅថ្ងៃសិលហ្នឹងគឺខ្ញុំធ្វើទុកខ្លាំងណារហូតដល់ខ្ញុំទៅពេទ្យខ្ញុំសម្រាកនៅពេទ្យ3ថ្ងៃពេទ្យពិនិត្យទៅគាត់ថាសុខភាពរបស់អូនហ្នឹងដូចអត់មានអីទេបេះដូងអីឈាមអីរត់ធម្មតាទេចុះហេតុអ្វីបានជាមានអាការៈបែបហ្នឹងគាត់ក៏ដេញក៏សួរអ្នកម្ដាយខ្ញុំទៅគាត់ថាយកកូនហ្នឹងទៅមើលគ្រូខ្មែរទៅខ្លាចប៉ះពាល់គេអីជាដើមណាដល់ទៅពេលខ្ញុំទៅមើលគ្រូខ្មែរទៅគ្រូខ្មែរគាត់ថាប៉ះពាល់របស់គេមែនណាអញ្ចឹងទៅខ្ញុំព្យាបាលអស់ច្រើនខែឆ្នាំណាត្រឹមបានជាប៉ុណ្ណឹងណារហូតដល់ខ្ញុំព្យាបាលបានជាខ្ញុំជឿខ្ញុំថាអូរឿងពើមពន់នេះមានពិតមែនតាពីមុនអត់ទៅជឿទេដល់ពេលធ្លាក់មកលើខ្លួនឯងអញ្ចឹងទៅគឺចាប់ផ្ដើមជឿណាជឿអញ្ចឹងរឿងអស់ទាំងនេះខ្ញុំគ្រាន់តែធ្វើការបកស្រាយខ្លះទេណាមិនមែនថាមិនមែនមិនឲ្យជឿឬក៏មិនជឿនោះទេគ្រាន់តែឲ្យមានគំនិតគិតពិចារណាដូចគ្នាមានបងប្អូនខ្លះហ្នឹងគាត់ឈឺណាជួនកាលឈឺក្បាលទៅពេទ្យហ្នឹងទៅពេទ្យមើល scan មើលអីចដោអត់មានឈឺអីទេដល់ពេលមកដល់ផ្ទះឈឺទៀតទៅពេទ្យអត់ឈឺមកផ្ទះវិញជាវិញអានឹងអាការៈបែបហ្នឹងខ្ញុំគ្រាន់តែស្រ័យបញ្ជាក់ទេណាបើអាចទៅមើលគ្រូខ្មែរទៅណាអាការៈរោគមានផ្សេងគ្នាណាពេលខ្លះទៅដល់ពេទ្យហ្នឹងអត់ឈឺទេខ្ញុំធ្លាប់ទៅដល់ពេទ្យអត់ឈឺទេដល់មកដល់ផ្ទះឈឺទៅដល់ពេទ្យនោះអត់ឈឺទេស្លាស់មុខធេងតែម្ដងអានឹងអាការៈអស់បែបអស់ទាំងនឹងត្រូវពេលណាដែលយើងរោគមូលហេតុអត់ឃើញអស់លុយច្រើនណាស់លក់ដីលក់គេស្រែលក់ផ្ទះសំបែងនឹងមើលតែខ្លួននឹងនៅតែប៉ុណ្្នឹងណាអានឹងគេហៅថាគេធ្វើឲ្យយើងនៅក្រ
អត់ស្លាប់ទេក្រលក់របស់របរក្រម្ដងតិចម្ដងតិចអញ្ចឹងទៅអញ្ចឹងមានតាមភូមិនឹងជាច្រើនណាទាក់ទងទៅនឹងរៀនអំពើអំពាន់អត់ទៅនឹងហើយខ្ញុំក៏មិនចង់បកស្រាយវែងឆ្ងាយដែររឿងបញ្ហាផ្លូវក្នុងហ្នឹងរឿងរៀនមន្តអាគមអូមអាមអីហ្នឹងក្តារដុតអីហ្នឹងអាហ្នឹងខ្ញុំអត់ចង់បកស្រាយទេក៏ការស្វែងយល់ឃើញអំពីខ្ញុំទេណាអញ្ចឹងក្នុងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងដើម្បីចូលរួមចែករំលែកដល់បងប្អូនទាំងអស់គ្នាបានសម្ដាប់អញ្ចឹងខ្ញុំថនវិជាមានតែប៉ុណ្្នឹងដើម្បីចែកជូនបងប្អូនទាំងអស់គ្នាបានសម្ដាប់តែមុននឹងបញ្ចប់ក៏សូមខន្តីអភ័យទោសម្ដងទៀតណាបើសិនធ្វើការបកស្រាយទៅមានការខុសឆ្គងនៅក្នុងត្រង់ណាមួយសូមអភ័យទោសខ្ញុំផងដែរណាព្រោះខ្ញុំក៏មិនមែនជាគ្រូមិនមែនជាអីទេជាមនុស្សសាមញ្ញធម្មតាម្នាក់ទេគ្រាន់តែស្វែងយល់បញ្ចេញមតិយោបល់ឲ្យខ្លួនឯងណាពេលខ្លះខ្ញុំធ្វើការបកស្រាយទៅមានបងប្អូនខ្លះក៏អត់ពេញចិត្តដែរហើយមានបងប្អូនខ្លះក៏គាត់យល់ស្របមានបងប្អូនខ្លះក៏ឃើញដូចជាខ្ញុំអញ្ចឹងណាមានបងប្អូនខ្លះក៏ថាចេះតែនិយាយអីជាដើមអញ្ចឹងទៅអាហ្នឹងគឺតាមការបញ្ចេញមតិយោបល់វាមានលក្ខណៈបែបបទខុសៗគ្នាហ្នឹងហើយមានលក្ខណៈបែបបទខុសៗគ្នាពេលខ្លះយើងនិយាយត្រូវគេថាយើងខុសពេលខ្លះយើងនិយាយខុសគេថាយើងត្រូវអញ្ចឹងសង្គមសពថ្ងៃវាបែបបទដូចជាផ្លូវអញ្ចឹងពេលខ្លះមនុស្សយើងផ្លូវកោងអត់សូវចង់ដើរចិត្តដើរផ្លូវត្រង់ណាផ្លូវកាត់ដូចយើងឡើងប្រាសាទបាខែងអញ្ចឹងប្រាសាទបាខែងផ្លូវត្រង់អត់សូវចង់ដើរចិត្តដើរតាមផ្លូវកាត់ហ្នឹងហើយព្រោះយើងមនុស្សម្នាក់មិនអាចបំពេញចិត្តឲ្យបុគ្គលរាប់ពាន់រាប់សែននាក់មកស្រឡាញ់ពេញចិត្តយើងទាំងអស់បាននោះទេណាពេលខ្លះយើងបញ្ចេញមតិយោបល់វីដេអូនេះ10នាក់មកจะមាន3ទៅ4 5នាក់ហើយដែលគេមិនពេញចិត្តយើងនោះណាជួនកាលបញ្ចេញទៅមានអ្នកខ្លះក៏គេមើងងាយយើងដែរណាពេលខ្លះក៏យើងមិនពេញចិត្តទាំងអស់នោះទេណាបងប្អូនអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងដើម្បីចែកជូនបងប្អូនទាំងអស់គ្នាជួបខ្ញុំនៅវីដេអូថ្មីបន្តទៅទៀតហើយក៏សូមជូនពរដល់ពុកម៉ែមីងបងប្អូនទាំងអស់ដែលគាត់ធ្វើដំណើរទៅកាន់ទីកន្លែងណាមួយសូមឲ្យមានសុវត្ថិភាពសុខសប្បាយទាំងអស់គ្នាជួបខ្ញុំនៅវីដេអូថ្មីបន្តទៅទៀតសូមអរគុណនិងសូមជម្រាបលា